សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់មកចែករំលែកអំពី tool មួយដែលយើងអាចសម្រួលសម្រាប់ការ export ពី file Revit ទៅ AutoCAD ដែលឃើញថាវាជាការងារដែលពិបាកមួយដែរនៅពេលដែលយើង export ពី Revit ទៅ AutoCAD ហើយ file AutoCAD វាប្របែកទៅជាមួយស្លឹកមួយ file មួយស្លឹកមួយ file អញ្ចឹងនៅពេលដែលយើង submit ទៅ consultant ឬក៏ client អីគេពិបាកយកមកមើលម្ដងមួយអញ្ចឹងទៅអញ្ចឹងថ្ងៃហ្នឹងយើងមកមើលពី tool របស់យើងដែល tool export sheet នេះយើងអាច export ទៅជា file AutoCAD តែមួយដែលក្នុងហ្នឹងយើងប្រហែលទៅជា2ទី1គឺយើងអាច export គ្រប់ស្លឹកទាំងអស់របស់យើងចូលទៅក្នុង AutoCAD ហើយវារៀបចូល layout ដែលយើងអាច print ហើយនឹងរៀបជាលក្ខណៈ standard បានសម្រាប់ទី2គឺ sheet to model space មួយនេះបានន័យថាយើង export ទៅវានឹងចូល model space ហើយវារៀបតាមកន្ទោះជាប់គ្នាដើម្បីឲ្យយើងងាយស្រួលមើលអញ្ចឹងទៅអញ្ចឹងយើងអាចជ្រើសរើសយកវិធីណាមួយដែលយើងគិតថាជា intention ដែលយើងចង់បានអញ្ចឹងមុននឹងចូលទៅដល់ tool ហ្នឹងខ្ញុំសូមលើកយកពីរបៀបដែលយើង model ធម្មតាដែលយើងអត់បានប្រើ tool នៅក្នុង Revit ជាធម្មតានៅពេលដែលយើង export ពី Revit ទៅ AutoCAD យើងចូល file ចូល export ចូល CAD នេះអញ្ចឹងនៅពេលដែលយើងចុចមកវានឹងយើងរៀបចំ setup របស់ AutoCAD ដែលយើងចង់បានហ្នឹងហើយអញ្ចឹងយើងអាចសេរី color សេរីបន្ទាត់សេរី line សេរីអីតាមយើងចង់បានអញ្ចឹងទៅអញ្ចឹងនេះខ្ញុំមាន setup របស់ខ្ញុំហើយអញ្ចឹងបន្តមកទៀតគឺបើន័យថាយើងរើស AutoCAD ដែលយើងចង់ export អញ្ចឹងមកនេះខ្ញុំមាន setup របស់ខ្ញុំហើយអញ្ចឹងយើងចូលទៅ set របស់នេះបើន័យខ្ញុំ export 5ស្លឹករបស់ AutoCAD ហ្នឹងអញ្ចឹងនៅពេលដែលយើងចុចexport ទៅវានឹងចេញផ្ទាំងនេះមកអញ្ចឹងយើងអាចរើសយកអា short នេះទៅដើម្បីឲ្យវាចេញជាឈ្មោះS អញ្ចឹងទៅហើយនេះយើងមិនបាច់ចុចទេនឹងវាមាន file មកជាមួយ AutoCAD ហ្នឹងអញ្ចឹងនៅពេលដែលយើងចុច OK ទៅវានឹងប្របែកទៅជា file បែបនេះវានឹងចេញ file ចំនួន5 AutoCAD ឲ្យយើងអញ្ចឹងវាមានការលំបាកនៅពេលដែលយើងផ្ញើចេញយើងផ្ញើម្ដង5 file ឬក៏យើងត្រូវ zip ឲ្យគេអញ្ចឹងអ្នកដែលយកទៅមើលហ្នឹងក៏គាត់អត់ប្រហែលមើលដែរអញ្ចឹងឥឡូវយើងចូលមកកាន់ tool ដែលយើងបានធ្វើវិញថាវាមានគុណប្រយោជន៍មិនអញ្ចឹងនៅពេលដែលយើងចូល export នោះឥឡូវយើងបង្ហាញអំពី export ទៅ layout មុនអញ្ចឹងនៅពេលដែលយើង export មកវានឹងចេញផ្ទាំងនេះមកអញ្ចឹងខ្ញុំចង់ export តប្រហែលស្លឹកទេអញ្ចឹងខ្ញុំនឹងរើស set ដែលខ្ញុំធ្វើ export ដូចគ្នាដែរ set ហ្នឹងនៅពេលដែលយើង save នៅក្នុងmenu របស់ AutoCAD នេះដែលយើងបង្ហាញមុននេះនៅពេលដែលយើង save set ហ្នឹងហើយ set ដែលយើងបាន save វានឹង load ចូល auto ហើយ setup នេះក៏ដូចគ្នាដែរនៅពេលដែលយើង set up បង្កើត setting របស់ setup ហ្នឹងវានឹង load ចូលដូចគ្នាឥឡូវយើងមាន setup មួយនេះអញ្ចឹងបើយើងចង់បង្កើត setup ផ្សេងដាក់ color ផ្សេងអូខេយើង save មកវានឹងបាន setup ថ្មីហើយឧទាហរណ៍ថាខ្ញុំបង្កើត setup មួយទៀតខ្ញុំដាក់លេខ2អញ្ចឹងទៅហើយខ្ញុំអូខេហើយខ្ញុំចុច save ហើយ close នៅពេលដែលយើងចូលមកកន្លែងនេះវាដូចគ្នាវានឹងចេញ setup ឲ្យយើងរើសនេះ set របស់យើងទេ setup របស់យើងគឺនៅនេះយើងមាន DR export ហើយនឹងលេខ2ដែលខ្ញុំបង្កើតថ្មីមិញចឹងគោលបំណងរបស់ខ្ញុំយក DR export ដោយសារតែនឹងជា setup ដែលខ្ញុំចង់ setup ហើយមួយទៀត set ដែលយើងចង់ print ចឹងខ្ញុំយកមួយនេះបានថាខ្ញុំមាន5ស្លឹកដែលខ្ញុំចង់ print ចឹងយើងអូខេទៅអានេះយើង browse ទៅកន្លែងនេះយើងចង់ដាក់ file ហ្នឹងអានេះឈ្មោះរបស់ file ហ្នឹងចឹងអានេះខ្ញុំ export ហើយខ្ញុំអត់ export ម្ដងទៀតទេកុំឲ្យខាត់ពេលចឹងនៅពេលដែលយើង export ទៅវានឹងចេញដូចក្នុងនេះ file ដែលខ្ញុំបាន export ហើយក្នុង AutoCAD របស់ខ្ញុំនេះវានឹងចេញ layout មកបែបនេះមានតាមឈ្មោះ drawing number ពីលេខ9ដល់លេខ13ដែលខ្ញុំបាន export មុនហ្នឹងអញ្ចឹងវាចូលក្នុងហ្នឹង auto ហើយប៉ុន្តែវាមានកន្លែងមួយចំនួនដែល
ពាក់ព័ន្ធទៅនឹងក្រប region នេះបើសិនជាក្នុង Revit របស់យើងក្រប region វាទាញហួសម្ដងនេះហើយអញ្ចឹង export ទៅ Revit វានឹងបំលែងទៅជាពណ៌សនេះវាអត់ស្អាតទេអញ្ចឹងយើងគ្រាន់តែសេរី page setup សាថ្មីមកវានឹងអូខេវិញដូចជានេះអត់អីទេអញ្ចឹងយើងចប់ចំពោះការ export ទៅlayout ឥឡូវយើងចូលទៅ export ទៅ model វិញ model space ក្នុង AutoCAD វិញវាដូចគ្នាវានឹងចេញផ្ទាំងមកដូចគ្នាហើយកន្លែងរើសនេះគឺដូចគ្នាទាំងអស់ខុសតែលទ្ធផលទេអញ្ចឹងអានេះយើងរើស set up រើសអីមកដូចគ្នាមកឈ្មោះ file ឈ្មោះអីហ្នឹងអញ្ចឹងឥឡូវខ្ញុំអត់ export ទេដូចមុនហ្នឹងខ្ញុំបានបើកមកឲ្យវានៅក្នុងនេះស្រាប់អញ្ចឹងនៅពេលដែល export មកវានឹងបាន AutoCAD នៅជាប់គ្នាអញ្ចឹងហើយអានេះវាចូលជា block មិនថា scale វាហើយវាហ្នឹងគឺវាដូច Revit ចឹងសម្រាប់យើងចូលមក view ក្នុងនេះគឺអូខេវា clean ស្អាតល្អអញ្ចឹងក្នុងវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេសង្ឃឹមតែអាចយកទៅប្រើប្រាស់សម្រួលដល់ការងារក្នុងការ export file របស់យើងទាំងអស់គ្នាបាទសូមអរគុណ